một sợi như thế đó chăng pi bay đấy ជំរាបសួរពុកម៉ែបងប្អូនអរគ្នាទស្សនភាពរបស់បងប្អូនបានឃើញនេះគឺនៅស្ពានអូនដងបាទស្ថិតនៅឃុំទីនាងស្រុកអង្គរបរិយខេត្តបន្ទាយមានជ័យហើយថ្ងៃនេះគឺជាថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ថ្ងៃនេះខ្ញុំបាទបានបន្ថតយកទស្សនភាពនៅស្ពានអូនដងដើម្បីបង្ហាញជូនបងប្អូនទស្សនាពីការបងត្រីរបស់បងប្រជានេសាទយើងនៅខាងតំបន់នេះបងប្អូនបាទនៅស្ពានអូនដងនេះត្រីត្រូវជារៀងរាល់ថ្ងៃបងប្អូនបាទប៉ុន្តែថ្ងៃនេះរៀងអត់សូវត្រូវប៉ុន្តែសំណាញ់ខ្លះក៏ត្រូវគួរសមដែរបងប្អូនបាទ ជាពិសេសបងប្រុសដែលគាត់បងសំណាញ់នៅខាងកណ្ដាលនេះបងប្អូនបាទភាគច្រើនគឺសំណាញ់គាត់គឺត្រូវណាស់តែសំណាញ់គាត់អត់ធំទេបងប្អូនបាទសំណាញ់គាត់ទូចប្រប៉ុនឆ្អេទេមកតែបាទត្រីវិញអត់ចាញ់អ្នកសំណាញ់ធំទេបងប្អូនបាទមានតែច្រើនជាងអ្នកសំណាញ់ធំទៀតដោយសារគាត់បងនៅកណ្ដាលតែឯងបងប្អូនបាទគាត់អត់មកបងខាងទេព្រោះបងយើងគឺគាត់បងតែខាងក៏អត់បានតែបងកណ្ដាលដែរដោយសារអត់មានកង់ឡានជិះដូចគាត់បងប្អូនបាទ thìគាត់គឺបងប្រចាំថ្ងៃនៅស្ពានអូនដងនេះតែម្ដងបងប្អូនបាទដោយសារគាត់មានកង់ឡានជិះគាត់ជិះទៅបងកណ្ដាលហើយបានច្រើនជាងគេអ្នកបងខាងទៀតមួយថ្ងៃអីអាចចិត្ត100គីឡូឬថ្ងៃខ្លះត្រូវនឹង100គីឡូក៏មានដែរបងប្អូនបាទប៉ុន្តែថ្ងៃនេះបាទគាត់ទៅបងពីព្រឹកនេះបានប្រហែលជា20 30គីឡូតែប៉ុណ្្នឹងឯងហើយនេះបងខាងខ្សែទឹកខាងលើបងប្អូនបាទខាងត្រូវគួរសមបងប្អូនមកសំណាញ់នេះបាទក្រៅពីសំណាញ់ហ្នឹងក៏មានសំណាញ់ខ្លះបានតែ2 3សំណាញ់ខ្លះអត់សោះក៏មានដែរ បាទហើយសំណាញ់ខ្លះអាចដល់1គីឡូត្រីក៏មានដែរបងប្អូនបាទហើយត្រីនៅស្ពានអូនដងនេះធំបងប្អូនបាទធំជាងកន្លែងផ្សេងបាទគឺថាត្រឹសមានសំណាញ់ខ្លះមានឆ្លាំងសំណាញ់ខ្លះមានឆ្ពិនកន្លែងខ្លះមានត្រីសអញ្ចឹងទៅប៉ុន្តែលក្ខណៈត្រឹសតែម្ដងបងប្អូនបាទហើយបងប្អូនយើងមកបងថ្ងៃនេះក៏មិនសូវច្រើនគ្នាដែរបងប្អូនបាទមានចំនួន8នាក់ហើយមានអ្នកបងនៅក្រោមស្ពាននេះក៏មានដែរបងប្អូនបាទមានបងប្អូនដែលគាត់បងក្រោមស្ពានមានបងប្អូនដែលគាត់បងនៅកណ្ដាលទឹកបាទ មានបងប្អូនដែលគាត់បងនៅខាងគឺភាគច្រើនគឺបងនៅខាងបាទនៅខាងហ្នឹងគឺដាក់វេនគ្នាបងអញ្ចឹងទៅអញ្ចឹងហើយនាំអារម្មណ៍បងប្អូនទៅទស្សនាការបងត្រីរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានៅថ្ងៃនេះបងប្អូនបាទហើយបើពេញចិត្ត page ខ្ញុំបាទកុំភ្លេចចុច follow ម្នាក់មួយផងឬចុច share ម្នាក់មួយផងបងប្អូនបាទអរគុណច្រើនជិះខ្សែគោបាទប៉ុណ្ណឹងមកវិញខ្សែគោប៉ុណ្ណឹងគឺនៅក្នុងទៅ កាត់អត់បងកាត់ឲ្យជួយបងកាត់ឲ្យបុកជូមចានមកអានគោបាន3ក្រុមនេះផ្លាឡាតពុកកាត់តកាក្តាមអានគោកាត់លឿងអើបាត់8ទៅណាបាត់8គូដុល្លារគេកាត់ភ្លើងអានគោ